ហាត់ប្រាណសក់គីឡូប៉ុន្តែស្បែកយាបាទតកតងទៅនឹងការវឹកហាត់រាងកាយបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនទាំងអស់គ្នាធ្វើការវឹកហាត់រាងកាយទៀងទាត់ហើយគីឡូបងប្អូនទាំងអស់គ្នាស្រកក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាមានអារម្មណ៍ថាស្បែកយើងយាហើយសាច់ដុំរបស់យើងជ្រាយហើយយើងឆ្ងល់ថាមូលហេតុអីបានជាយើងជួបបញ្ហាហ្នឹងបើតាមបទពិសោធន៍របស់ខ្ញុំតកតទៅនឹងបញ្ហាទាំងអស់ហ្នឹងវាមាន2កត្តាទី1គឺមកពីការញ៉ាំរបស់យើងបាទជាធម្មតារាងកាយរបស់យើងត្រូវការប្រូតេអ៊ីនឲ្យសល់ល្មមជាមួយនឹងរាងកាយយើងត្រូវការដើម្បីធ្វើការពង្រឹងសាច់ដុំក៏ជាជួសជុលសាច់ដុំដែលខូចខាតបន្ទាប់ពីយើងធ្វើការវឹកហាត់ហើយអញ្ចឹងបើសិនជាយើងបាទញ៉ាំមិនគ្រប់គ្រាន់ប្រូតេអ៊ីនមិនគ្រប់គ្រាន់ទៅតាមតម្រូវការដែលរាងកាយយើងត្រូវការទេគឺប្រកាសជាធ្វើឲ្យសាច់ដុំរបស់យើងមានអារម្មណ៍ថាជ្រាយហើយស្បែករបស់យើងក៏មានអារម្មណ៍ថាយាដែរហ្នឹងហើយហើយកត្តាមួយទៀតហ្នឹងគឺតកតងទៅនឹងការគេងបាទនៅពេលណាដែលបងប្អូនធ្វើការវឹកហាត់បាទខ្លាំងហើយបងប្អូនញ៉ាំមិនគ្រប់គ្រាន់ហើយការគេងមិនត្រឹមត្រូវទៀតបាទរាងកាយសម្រាប់បានគ្រប់គ្រាន់អញ្ចឹងសាច់ដុំរបស់យើងប្រកាសជាអត់បានសម្រាប់ដែរអញ្ចឹងវាធ្វើឲ្យសាច់ដុំរបស់យើងទន់ជ្រាយបាទវាធ្វើឲ្យស្បែករបស់យើងយាទៅតាមនឹងដែរអានេះគឺជាបញ្ហាដែលសាមញ្ញទេបើយើងនិយាយទៅណាក៏ប៉ុន្តែវាពិបាកអនុវត្តក៏ព្រោះតែសកម្មភាពប្រចាំថ្ងៃរបស់យើងម្នាក់ៗគឺខុសៗគ្នាអ្នកខ្លះយើងធ្វើការ3 4 10ម៉ោងឯណោះបាទក្នុងមួយថ្ងៃហ្នឹងហើយអញ្ចឹងហើយការសម្រាកការគេងការញ៉ាំអីហ្នឹងគឺយើងពិបាកក្នុងការធ្វើពេលវេលាមែនតើក៏ប៉ុន្តែយ៉ាងណាក៏ដោយទាក់ទងទៅនឹងបញ្ហានេះយើងមានតែពាក្យថាខិតខំបាទព្យាយាមបាទម្ដងហើយម្ដងទៀតធ្វើម៉េចទៅធានាឲ្យបានថាទាំងរាងកាយរបស់យើងហើយទាំងការសម្រាករបស់យើងទាំងការញ៉ាំរបស់យើងគឺត្រូវតែបាទស្របគ្នានេះគឺជាច្បាប់មាសទាំង3នៃការវឹកហាត់រាងកាយបាទទី1គឺការញ៉ាំតែត្រឹមត្រូវទី2គឺការវឹកហាត់ឲ្យត្រឹមត្រូវទី3ចុងក្រោយគឺការគេងឲ្យត្រឹមត្រូវបាទអញ្ចឹងហើយបើចង់ឲ្យខ្លួនឯងសុខភាពល្អបើចង់ឲ្យរាងកាយខ្លួនឯងរឹងមាំចង់បានរាងរើដែលខ្លួនឯងចង់បានដែលខ្លួនឯងប្រាថ្នាត្រូវតែគោរពច្បាប់មាសទាំង3នេះបាទនេះគឺជាបទពិសោធន៍ដែលខ្ញុំឆ្លងកាត់ក្នុងនាមជាអ្នកឆ្លាញ់ការវឹកហាត់ដូចគ្នាអញ្ចឹងហើយពូសង្ឃឹមថាចម្លើយនេះនឹងបានជាអត្ថប្រយោជន៍ដល់ក្មួយហ្នឹងហើយការពិតវាមិនមែនជា tip ឬក៏គន្លឹះអីទេក៏ប៉ុន្តែវាគឺជាច្បាប់មួយដែលពួកយើងគ្រប់គ្នាត្រូវតែអនុវត្តហើយក៏ជាច្បាប់មាសមួយដែលបងរៀនច្បងរបស់យើងគាត់ឧស្សាហ៍ចែកអំណែកប៉ុន្តែវាគឺជាច្បាប់ដែលពិបាកអនុវត្តប៉ុន្តែពិបាកយ៉ាងណាក៏ដោយមិនជាបញ្ហាទេពួកយើងត្រូវតែព្យាយាមធ្វើវារហូតតតែយើងបាទទទួលបានផលពីអ្វីដែលយើងខិតខំប្រឹងប្រែងពីពូ Be Strong Man យើងចាំជួបគ្នានៅវីដេអូបន្ត